សួស្តីអ្នកទាំងអស់គ្នាខ្ញុំអូសាកាយកមកបន្តសាច់រឿងរបស់យើងនឹងសម្រាប់ឃាតកររបស់នាងភាគទី22របស់យើងបន្តទៀតតែមុននឹងចូលសាច់រឿងរបស់យើងនឹងអ្នកទាំងអស់គ្នាជួយចុច like comment subscribe និងសញ្ញារូបកណ្ដឹងឲ្យខ្ញុំផងណាអញ្ចឹងកុំឲ្យខាតពេលយើងចូលសាច់រឿងរបស់យើងទៅណតពីទូប្រុសយើងនឹងសបងឲ្យមករត់នាងអញ្ចឹងទៅនាងក៏បានជួយទិញតឹងឲ្យគាត់ផឹកដើម្បីឲ្យគាត់នឹងស្វាងជាងមុនហើយគាត់នឹងក៏បានសុំទោសទៅកាន់ទូស្រីយើងថាហើយយ៉ាឲ្យខ្ញុំសុំទោសផងណាដែលឲ្យយើងនឹងឃើញសភាពរបស់ខ្ញុំមើលទៅដូចនេះតមកទូស្រីយើងនឹងក៏បានឆ្ងល់អញ្ចឹងឲ្យហេតុអីបានជាលោកនឹងផឹកស្រាច្រើនដល់ថ្នាក់ហ្នឹងហើយគាត់នឹងបានឆ្លើយថានឹងហើយការងារពិបាកខ្លាំងណាស់នៅពេលនេះយ៉ាងណាមិញការទទួលបានអ្វីដែលយើងចង់បានណាមិនមែនជារឿងងាយស្រួលទេបន្ទាប់មកគាត់បានសម្លឹងមើលទៅកាន់ទូស្រីណែឯទូស្រីយើងវិញសោកមិនដឹងថានេះមានភាពខ្លាំងហាស់មកពីណានោះទេដល់សួរទៅកាន់គាត់ថានិយាយអញ្ចឹងតើលោកនឹងមានមិត្តស្រីដែរទេហើយគាត់លឺអញ្ចឹងទៅគាត់ឡើងបើកភ្នែកធំដោយសារតែគាត់នឹងមិនចង់ជឿនឹងតិចរបស់គាត់នោះទេសោកនឹងមកសួរបែបនេះនោះហើយគាត់នឹងក៏បានក្រោកពីកៅអីយ៉ាងលឿនដល់និយាយថាគាត់នឹងមិននឹកស្មានថានេះនឹងសួរសំណួរបែបនេះមកកាន់គាត់នោះឡើយមិនត្រឹមតែប៉ុណ្្នឹងនោះទេគាត់បានអោនទៅចិត្តនេះដល់និយាយបរិសេធយ៉ាងលឿនថាគ្មាននោះទេសូម្បីតែមិត្តស្រីក៏ខ្ញុំគ្មានដែរហើយអ្វីបានជានាងសួរអញ្ចឹងណែតួស្រីយើងឃើញទូប្រុសយើងមកចិត្តនាងពេកនាងធ្វើខ្លួនមិនចង់ត្រូវនោះទេដល់និយាយថាអូខ្ញុំគ្រាន់តែចង់ដឹងតើខ្ញុំចង់មានន័យថាបើលោកមានមិត្តស្រីវានឹងពិបាកក្នុងការចេញទៅខាងក្រៅដល់យប់ជ្រៅបែបនេះមិនមែនទេឬបន្ទាប់មកគាត់ក៏បានប្រាប់ទៅកាន់នាងតែទៅមុខស្អុយខ្ញុំនៅជាមួយនឹងអតិថិជនស្រីម្នាក់នាងបានបាញ់ទឹកអប់ច្រើនខ្លាំងណាស់បើអាចប្រហែលជានាងបានងុយទឹកអប់ហ្នឹងឯងមើលទៅភ្លាមហ្នឹងក៏បានសួរទៅកាន់នាងតែទៅមុខកមិចកមាថាអាយ៉ាតើខ្ញុំនឹងក៏មានក្លិនទឹកអប់នោះដែរឬបន្ទាប់មកនាងក៏បានតបទៅកាន់គាត់នឹងទាំងផ្លឹកទៅថាចាប៉ុន្មានហើយលោកនឹងមានក្លិនបែបហ្នឹងមែនប៉ុន្តែនៅពេលហ្នឹងក៏មានជនទី3ហ្នឹងមកកាត់ចង្វាក់ពួកគេយកតែម្ដងដែលគាត់នឹងបាននិយាយថាខ្ញុំគ្រាន់តែសុំអូកៅអីមកអង្គុយជាមួយបន្តិចយ៉ាងណាក៏ដោយក៏មានមនុស្សម្នាក់គឺមិនពេញចិត្តវត្តមានរបស់លោកពូម្នាក់នឹងនោះទេដែលគាត់នឹងសម្លាប់មើលទៅកាន់លោកពូម្នាក់នឹងឡើងថ្លៃតែម្ដងទឹកមកបញ្ជាក់ឲ្យថាគាត់នឹងពិតជាទើសចិត្តតំណឹងលោកពូជាយងខ្លាំងមែនទែនពិតជារំខានមែនហ្នឹងណាទោះជាយ៉ាងណាក៏ដោយលោកពូសឹមគេយើងនឹងសួរដូចឌឺទៅកាន់លោកបងមេធាវីយើងចឹងថានេះមិនប្រកាន់ទេមែនទេបើសិនជាខ្ញុំនឹងចូលរួមអង្គុយជាមួយនឹងលោកនោះចំណែកអ្នកគ្រូយើងរៀនភ្ញាក់ផ្អើលដែរដោយសារតែគាត់នឹងនៅនឹងដែរអូទូប្រុសយើងមិនទៅពីឃើញលោកពូជាយងមកអញ្ចឹងក៏មិនចង់ជលក់ជាមួយនឹងលោកពូយើងបានទេប៉ុន្តែគាត់នៅតែគួរសមដោយនិយាយតែមួយម៉ាត់តែប៉ុណ្ណោះថាអញ្ជើញហើយលោកពូយើងក៏បានតបទៅថាអរគុណនៅពេលនោះលោកពូសឹមគេយើងនឹងទៅតែចាប់អារម្មណ៍ថាទូប្រុសយើងនឹងអាចបានពាក់ស្រាំដៃទេដែលគាត់នឹងបានសួរថានិយាយអញ្ចឹងហេតុអីបានជាថ្ងៃនេះលោកអាចពាក់ស្រាំដៃអញ្ចឹងហេតុអ្វីដែរហើយទូប្រុសយើងនឹងក៏បានឆ្លើយទាំងមុខមើលហ្មងទៅគុំបារម្ភអីស្រាំដៃរបស់ខ្ញុំគ្រាន់តែដាក់ក្នុងហាប៉ៅតើយើងបែរមកមើលទឹកមុខរបស់អ្នកគ្រូទៅក៏ដឹងដែរថាអូយមានអារម្មណ៍ថាមិនស្រួលទេពីអ្នកនេះមិនទេនេះទោះជាយ៉ាងណាក៏ដោយនេះនៅតែមានការព្រួយបារម្ភអំពីរឿងនោះដដែលដែលគាត់នឹងបានកើតអំពីសម្ដីរបស់លោកពូសឹមគេយើងដដែលម្ដងហើយម្ដងទៀតហើយនេះបន្ទាប់ពីកើតអំពីរឿងហ្នឹងនេះមានអារម្មណ៍ថាឈឺក្បាលយកតែមែនទេហើយនៅពេលហ្នឹងលោកពូជីងយកហ្នឹងគាត់បានបបួលពួកគេហ្នឹងឲ្យលេងហ្គេមជាមួយគ្នាដោយដែលគាត់ហ្នឹងធ្លាប់បបួលតួស្រីយើងហ្នឹងលេងលើកមុនអញ្ចឹងដោយអ្នកចាញ់នឹងត្រូវទិញហ្គេមហើយអ្នកទាំងអស់គ្នាមានចាប់អារម្មណ៍អត់តាំងពីគាត់ចូលមកអង្គុយកន្លែងហ្នឹងមកក៏អង្គុយស្លាប់ទៅលោកបងអ៊ីនស៊ុបយើងតែប៉ុន្តែលោកបងអ៊ីនស៊ុបយើងក៏មិនចង់ចាញ់ដែរស្លាប់វិញលៀមហ្នឹងគាត់ក៏បានបង្វែរស្ថានភាពដោយគាត់ហ្នឹងបានងាកទៅនិយាយជាមួយនឹងអ្នកគ្រូយើងថាអ្នកគ្រូយើងហ្នឹងគឺជាអ្នកចាប់ផ្ដើមមកគេអ្នកគ្រូយើងក៏និយាយដែរថាគាត់មិនចង់លេងនោះទេតែគាត់មិនបានខ្វល់អំពីសម្ដីរបស់នាងនោះឡើយដោយគាត់ហ្នឹងបានចង្អុលទៅនឹងឡានពណ៌សហ្នឹងដែលគាត់និយាយថានឹងហើយបន្តមកឡានហ្នឹងមិនមានកៅអី4មែនអត់នាងក៏បាននិយាយទៅថាហ្នឹងហើយប៉ុន្តែក៏បានជានិយាយថាតួស្រីយើងហ្នឹងបានចាញ់ហើយបន្តមកគាត់ក៏បានសួរទៅកាន់អ៊ីនសុំនិយាយអញ្ចឹងតើខ្ញុំហ្នឹងមានបងប្អូនបកើតអត់តែទូប្រុសយើងនៅចេះនិយាយទៅថាហ្នឹងហើយមានតាលោកពូជីងយូហ្នឹងក៏បាននិយាយផងដែរថាទូប្រុសយើងហ្នឹងក៏បានចាញ់ផងដែរដោយសារតែគាត់ហ្នឹងគឺមានកូនមួយហើយដូច្នេះហើយអ្នកទាំងពីរគួរតែទិញការ៉េឲ្យខ្ញុំហ្នឹងម្នាក់មួយមកប៉ុន្តែរបស់មេធាវីយើងធ្វើដូចជាមិនដឹងមិនលឺអញ្ចឹងដល់គាត់និយាយថាគាត់ហ្នឹងគួរតែទៅផ្ទះទៅឥឡូវហ្នឹងបន្ទាប់ពីអ្នកហ្នឹងបានសប្បាយរួចប៉ុន្តែលោកពូជីងយូហ្នឹងគាត់នៅតែនិយាយថាតោះចុះបន្តដល់គាត់ហ្នឹងបានសួរទៅកាន់គីចុងថាតើអ៊ីនសុំហ្នឹងមានបងប្អូនបកើតអត់ទូប្រុសយើងបន្ទាប់ពីលឺសំណួរមួយហ្នឹងគាត់មានអារម្មណ៍ថាដូចជាចាក់ដោតទេហើយអ្នកគ្រូគីចុងហ្នឹងគាត់ចេះតែឆ្លើយទៅថាអូមានតាហើយបន្ទាប់ពីនាងបានឆ្លើយហើយគាត់ហ្នឹងក៏បាននិយាយដែរថានេះគឺជាសំណួរចុងក្រោយដែលគាត់ហ្នឹងបានអោនទៅចិត្តទូប្រុសយើងគាត់ហ្នឹងបានធ្វើជានិយាយថាទូប្រុសហ្នឹងអត់មានបងប្អូនបកើតទេប៉ុន្តែត្រូវបានទូប្រុសយើងហ្នឹងបាននិយាយថាគាត់ហ្នឹងបានចាញ់ហើយដែលធ្វើគាត់ហ្នឹងឡើងគៀងដោយសារតែគាត់បានរំពឹងថាទូប្រុសយើងហ្នឹងនឹងនិយាយបរិស័ទជាមិនខាននោះឡើយប៉ុន្តែទូប្រុសហ្នឹងបាននិយាយថាគាត់ហ្នឹងមានបងប្អូនបកើតមែនតាំងសាច់ឌឺទៅកាន់គាត់ចំណែកគាត់វិញគាត់ឡើងគៀងហ្មងគាត់បាននិយាយបន្ថែមថាបងស្រីរបស់ខ្ញុំហ្នឹងបានស្លាប់តាំងពីនៅក្មេងមកម្លេះពីព្រោះអីដោយសារតែនាងបានធ្វើអត្តឃាតណៃអ្នកគ្រូយើងក៏មានអារម្មណ៍ថាភ្ញាក់ផ្អើលផងដែរនាងបាននិយាយទៅកាន់អ៊ីនសុបថាខ្ញុំគ្មានកំណត់នោះទេអ៊ីនសុបបានតបថាវាមិនអីនោះទេដោយសារតែវានឹងបានកន្លងផុនអស់ជាយូរណាស់មកហើយណែទាំងមករបស់លោកពូសូមគេយើងវិញក៏មានអារម្មណ៍ថាពិតជាសាមចិត្តខ្លាំងណាស់បានចាញ់ទូប្រុសបែបនេះតមកក៏បានយកកោការហ្នឹងផឹកយកតែម្ដងតពីហេតុការមួយហ្នឹងលោកពូសូមគេយើងនឹងចង់ជូនទូស្រីហ្នឹងទៅផ្ទះដោយសារតែនាងគឺជាស្រីតែនាងបាននិយាយបរិសេធតកាន់គាត់នឹងហើយវាមិនអីទេខ្ញុំមិនត្រូវការនោះទេទោះជាយ៉ាងណាក៏ដោយគាត់នៅតែមានការព្រួយបារម្ភតកាន់នាងដោយសារតែនាងនឹងទៅតែម្នាក់ឯងបែបនេះតែគាត់បាននិយាយថាប៉ុន្តែការដើរតែម្នាក់ឯងនៅពេលយប់គឺគ្រោះថ្នាក់ណាស់នាងប្រកាសឲ្យឬថាមិនចង់ឲ្យខ្ញុំនឹងជួលនាងទៅផ្ទះបែបហ្នឹងទូស្រីយើងនៅតែនិយាយមិនចាស់ប្រាប់តកាន់គាត់ថាវាមិនអីទេ
ទេហើយក៏បាននិយាយផងដែរថានាងប្រកាសហើយឬប៉ុន្តែនៅភ្លេងនោះក៏មានមនុស្សម្នាក់បានលោកមាត់ដោយគាត់នឹងបាននិយាយទៅកាន់ទូស្រីថានៅក្នុងករណីទាំងនេះនាងចង់ឲ្យខ្ញុំនឹងជួលនាងទៅផ្ទះមែនពូសំគេយើងបន្ទាប់ពីលើកដូច្នេះនឹងគាត់បានកែប្រែពីសម្ដីរបស់គាត់នឹង360ដឺក្រេយកតែម្ដងដោយគាត់នឹងប្រាប់ទៅកាន់នាងថានាងនឹងគួរតែទៅម្នាក់ឯងទៅវាមិនអីទេបន្ទាប់មកនាងក៏បានដើរចាក់ចេញពីគាត់ទាំងសញ្ញាសួរនឹងឯងទន្ទឹមនឹងគាត់ក៏បានងាកមើលទៅកាន់លោកបងអ៊ីនស៊ុបយើងដោយផ្ទះដៃថាបន្ទាប់មកឥឡូវហ្នឹងអ្នកគួរតែឈប់ផឹកស្រាទៅហេអញ្ជើញទៅផ្ទះទៅអញ្ចឹងឆាប់ឡើងអ្នកគួរតែទៅត្រឹមតែប៉ុណ្្នឹងនោះតែគាត់ជួយហៅតាស៊ីឲ្យទៅកាន់អ៊ីនស៊ុបយើងទៀតហើយគាត់ឃើញអញ្ចឹងទៅគាត់មានអារម្មណ៍ថាពិតជាធុញទៅនឹងលោកពូយើងខ្លាំងណាស់ណែតាស៊ីក៏បានឈប់ហើយលោកបងមេធាវីយើងហ្នឹងក៏បានក្រោកពីកៅអីដើម្បីដើរចូលទៅខាងក្នុងឡានហ្នឹងនៅពេលហ្នឹងអ្នកបើកតាស៊ីហ្នឹងបានសួរទៅកាន់ទូប្រុសថានៅឯណាដែរអ្នកប្រុសហើយទូប្រុសយើងហ្នឹងក៏បានឆ្លើយថានៅណាម្ញងប៉ុន្តែត្រូវបានលោកពូសឹងគេហ្នឹងបាននិយាយកាត់គាត់ថាជីស្រីអ្នកបើកតាស៊ីជួយយកគាត់ហ្នឹងទៅ6123ដាអ៊ីនដងនៅក្នុងណាម្ញងជូទូប្រុសយើងបន្ទាប់ពីលឺដូច្នេះហ្នឹងគាត់ឡើងកៀងស្ដោងហ្មងគាត់មិននឹកស្មានថាហើយលោកពូយើងហ្នឹងស្គាល់កន្លែងគាត់ហើយក៏បន្ទាប់ពីនិយាយប្រាប់ទៅកាន់អ្នកបើកតាស៊ីហើយក៏នៅបាននិយាយប្រាប់ទៅកាន់អ៊ីនស៊ុបទាំងឌឺថាទៅផ្ទះដោយសុវត្ថិភាពណាហើយអ្នកបើកតាស៊ីហ្នឹងក៏បានចេញដំណើរទៅតែម្ដងទៅពីហេតុការណ៍មួយនឹងទូប្រុសយើងដែលស្ថិតនៅខាងក្នុងឡាននេះវិញគាត់នៅតែមានអារម្មណ៍ថាពិតជាហួសចិនខ្លាំងយកតែមែនទែនហើយដោយសារតែគាត់មិនអាចទប់សំណាយចំពោះហេតុការណ៍8មិញហ្នឹងគាត់ក៏បានផ្ទុះសំណាយចេញមកដោយសារហាយកតែម្ដង